សមត្ថកិច្ចរំដោះជនរងគ្រោះ13នាក់ក្នុងនោះស្ទើរជាអតិថិជន5នាក់ដែលឃុំក្នុងហាងខារ៉ាអូខេមួយកន្លែងនៅខេត្តកំពង់ធំលោកស្រីដំចនីកងត្រីកោយស្នងការនគរបាលខេត្តកំពង់ធំទទួលផែនការប្រចាំការជួញដូរមនុស្សនិងយានឌឺនិងសម្របសម្រួលនីតិវិធីសាលាដំបងខេត្តកំពង់ធំកាលពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025បានដឹកនាំកងកម្លាំងចុះបង្ក្រាបករណីសញ្ចេតកម្មហាងខារ៉ាអូខេមួយកន្លែងជ្រាបក្រោយជីហោស្នាក់មលុបលៀបស្ថិតក្នុងភូមិដងឃុំបាឡាឃុំបាកាស្រុកបារាយខេត្តកំពង់ធំជាផលិតផលនៃកិច្ចប្រតិបត្តិការសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះវាសុខុមភេទប្រុសអាយុ43ឆ្នាំមានទីលំនៅភូមិដងឃុំបាកាឃុំបាឡាំងស្រុកបារបាយខេត្តកំពង់ធំដែលជាម្ចាស់ទីតាំងព្រមទាំងរំដោះជនរងគ្រោះបានចំនួន8នាក់ស្ត្រីអតិថិជនចំនួន5នាក់ករណីខាងលើនេះសមត្ថកិច្ចជំនាញកំពុងកសាងនីតិវិធីដើម្បីចាប់ការបន្តតាមផ្លូវច្បាប់